បាទខ្ញុំរស់រានឆ្នាំចខែចេថ្ងៃទឹកខ្ញុំមានរឿងមួយទៅគូឆ្ងល់ថាហេតុអីក៏ព្រះអង្គសីហមុនីដាក់ពាក្យបណ្ដឹងទៅទីក្រុងឡាអេហេតុអីក៏មិនព្រមដាក់ពាក្យបណ្ដឹងរួមជាមួយនឹងកោះគុតនិងដងព្រេងដើម្បីរួមបញ្ចូលជាមួយនឹងប្រាសាទតាកបីប្រាសាទតំបន់តូចនិងប្រាសាទតំបន់ធំនិងតំបន់មុំ3ដាក់ទៅជាមួយគ្នាហើយហេតុអីក៏បណ្ដឹងដាក់ពាក្យបណ្ដឹងត្រឹមតែប្រាសាទតាកបីប្រាសាទតំបន់តូចនិងប្រាសាទតំបន់ធំនិងតំបន់មុំ3ខេត្តព្រះវិហារចាស់កោះគុតហើយនឹងដងព្រេងតើទុកធ្វើអីទុកឲ្យថៃឬក៏ខ្លាចថៃយ៉ាងម៉េចខ្ញុំមិនយល់ទេបើសិនជាប្តឹងហេតុក៏មិនប្តឹងទាំងអស់មាន6ចំណុចទី1ដងព្រេងទី2កោះគុតទី3ប្រាសាទតាកបីទី4ប្រាសាទតំបន់តូចទី5ប្រាសាទតំបន់ធំទី6មុំ3ខេត្តព្រះវិហារហេតុអីបានប្តឹងតែ4យ៉ាងចាំមិនប្តឹងទាំង6យ៉ាងឬក៏6ចំណុចហ្នឹងឲ្យហើយតែម្ដងបើសិនជាបងប្អូនណាបានឃើញរូបឬក៏សំឡេងដែលខ្ញុំបាននិយាយក្នុងទូរស័ព្ទនេះព្រោះខ្ញុំអត់ចេះបង្ហោះហើយ YouTube Facebook របស់ខ្ញុំរស់រានត្រូវក្រុមហ៊ុនបិទរយៈពេល160ថ្ងៃដោយមិនឲ្យប្រើប្រាស់ខ្ញុំបានទៅឲ្យគេជាងបង្កើតដែរតែបង្កើតឲ្យបានតែមួយផ្លែតគឺរលត់បើកឡើងចេញសិនជាបងប្អូនណាបានឃើញបានដឹងសូមជួយបង្ហោះរូបភាពនេះនិងសំឡេងទាំងអស់ទាំងកំណាព្យទាំងពាក្យសម្ដីខ្ញុំនិយាយនេះទៅឲ្យប្រងសីហមុនីនឹងស្ដេចនៃប្រទេសថៃនឹងស្ដេចនៃប្រទេសបារាំងនឹងស្ដេចនៃប្រទេសចិននឹងស្ដេចនៃប្រទេសវៀតណាមទាំង5ស្ដេចនេះឲ្យបានដឹងបានស្គាល់បានយល់ពីឈ្មោះខ្ញុំបាទរស់រានឆ្នាំចខែចេតកាទឹករស់នៅភូមិប៉ែនឃុំភ្លេចស្រុកតុំកវាញខេត្តពោធិ៍សាត់ប្រទេសកម្ពុជាបច្ចុប្បន្ន2025ឆ្នាំម្សាញ់ត្រូវនៅខែ6ត្រូវនៅថ្ងៃ20ត្រូវនៅថ្ងៃប្រហោះខ្ញុំបាទរស់រានជាពូជពងវងគោលស្ដេចខ្មែរអង្គរដែលបានត្រូវនិរទេសខ្លួនគំព្រាកន្លែងកំណត់ខ្ញុំពិតប្រកបគឺនៅភូមិតំណាក់7ឃុំរលកសស្រុកសំពៅមាសខេត្តពោធិ៍សាត់អាយុ14ឆ្នាំខ្ញុំបានដូរទីលំនៅមកនៅភូមិប៉ែនឃុំលេខស្រុកភ្នំក្វាញខេត្តពោធិ៍សាត់ខ្ញុំមានកូន4នាក់កូនទី1ឈ្មោះរស់រានចាន់នីកូនទី2ឈ្មោះរស់រានច័ន្ទរាកូនទី3ឈ្មោះរស់រានច័ន្ទមានរិទ្ធនិងកូនទី4ឈ្មោះថារស់រានច័ន្ទស្រីភួងបើឃើញវីដេអូខ្ញុំហើយសូមឲ្យព្រះអង្គច័ន្ទសីហមុនីជួយឆ្លើយតបជាមួយនឹងខ្ញុំផងហើយខ្ញុំចង់ដឹងថាអ្នកមានបុណ្យដែលសម្ដេចតេជោហ៊ុនសែននិងព្រះអង្គសីហមុនីគឺច័ន្ទមុនីនោះជារាជពូចាប់ជាតិឬក៏បោដពូចាប់ជាតិដឹងជាតិដឹងកំណត់ដឹងពីក្បួនបុរាណខ្ញុំរស់រានអត់បានចាំចិត្តចាំកំណើតទេប៉ុន្តែគាត់ថាខ្ញុំគឺជាពូជពងវងគោលស្ដេចខ្មែរអង្គរដែលបានលាក់ខ្លួន50ឆ្នាំហើយនៅខ្ញុំនឹងរងចាំឆ្លើយតបនឹងសាកសួរពីក្បួនបុរាណដូចគ្នាចាំមើលតើអ្នកមានបុណ្យច័ន្ទមុនីដែលសម្ដេចតេជោនិងព្រះអង្គសីហមុនីដែលជាអ្នកបង្កើតថាយកមកពីថៃ
ជាមួយខ្ញុំរស់រានជាមួយតាព្រះអង្គច័ន្ទតមនីស្គាល់ឈ្មោះស្ដេចខ្មែរស្ដេចបុរាណប្រមាណអង្គឬក៏ប្រមាណអ្នកហើយខ្ញុំរស់រានស្គាល់ប្រមាណអ្នកចំពាក់ដីខ្ញុំត្រូវតែសងចំពាក់ប្រទេសខ្ញុំត្រូវតែសងចំពាក់រាជខ្ញុំត្រូវតែសងចំពាក់ឈ្មោះស្ដេចខ្មែរត្រូវតែសងហើយខ្ញុំក៏ចង់សួរថាតើព្រះអង្គសីហនុទ្រង់មានកំណត់ជាខ្មែរកម្ពុជាឬខ្មែរអង្គរនេះពីសម័យកាលណាពុយពងវងគោលព្រះអង្គសីហនុជាខ្មែរដែលកាត់នៅចំនួនណាសូមផ្ញើជូនទៅប្រទេសចិនស៊ីចិនពីងខ្ញុំរស់រាននឹងរងចាំនៅភូមិប៉ែនមិនបាច់ភ័យថាខ្លាចខ្ញុំរត់ចោលប្រទេសខ្ញុំមិនរត់ទេខ្ញុំរស់នៅភូមិប៉ែនរងចាំជានិច្ចបើចង់ចាប់ខ្ញុំឬក៏ចង់ធ្វើយ៉ាងម៉េចក៏ដោយទី1ហាមឲ្យមន្ត្រីខេត្តមកចាប់ខ្ញុំទី2ហាមឲ្យមន្ត្រីស្រុកមកចាប់ខ្ញុំបើចង់ចាប់ខ្ញុំទាល់តែបញ្ជាពីហ៊ុនម៉ាណែតសម្ដេចហ៊ុនម៉ាណែតនិងសម្ដេចសីហមុនីនិងសម្ដេចហ៊ុនសែននិងតុលាការប្រធានតុលាការសម្ដេចតេជោហ៊ុនសែនសូមជួយមករកខ្ញុំចោះខ្ញុំនឹងរងចាំនៅភូមិប៉ែនសូមខន្តីអភ័យទោសរកកំហុសខុសឆ្គងគ្រប់ប្រការទាំងសម្ដីសម្ដៅចេតនានិងអចេតនា